នេះជាការកម្ដៅសាច់ដុំមុននឹងខ្ញុំហាត់យកគូត្រគាកអញ្ចឹងបោះជើងទៅមុខហើយទៅក្រោយធ្វើឬមួយទៀតនេះគឺជាហៀងអញ្ចឹងអាមុនមិញគឺគូតខាងក្រោយសម្រាប់មួយទី2នេះគឺត្រគាកធ្វើបែបណាខ្លួនកុំឲ្យអោនពេកឬក៏ងើពេកចាំចូលដល់ទី3នេះអញ្ចឹងកម្ដៅទាំងដៃទាំងខ្នងទាំងគូទាំងភ្លៅទាំងក្បាលពោះចាំហើយក៏មិនភ្លេចក្នុងការកម្ដៅដៃដែរចាំអាចធ្វើមកក្បាច់10 ដងទៅទាំងអស់គ្នាចាព្រោះដោយសារបើសម្រាប់ខ្ញុំកម្ដៅវាពីមកតួខ្លួនយកហ្មងទោះបីជាថ្ងៃដែលខ្ញុំហាត់តាគូតក៏ដោយថ្ងៃនេះខ្ញុំហាត់យកតាគូតជើងទេណាផ្នែកខាងក្រោមនិយាយទៅគឺហាត់ផ្នែកខាងក្រោមអញ្ចឹងគឺខ្ញុំក៏ត្រូវកម្ដៅខ្លាំងគឺផ្នែកខាងក្រោមនឹងឯងតាគៀកគូតចាធ្វើបែបណាឲ្យវាសលាក់ឲ្យនិយាយទៅដូចដុតសាច់ដុំឬក៏ដាស់សាច់ដុំឡើងឲ្យវាកម្រើកចាអញ្ចឹងបន្តមកទៀតគឺដៃក៏អត់ចោលដែរអញ្ចឹងខ្ញុំធ្វើពី3ទៅ5នាទីឯងបន្ទាប់មកគឺយើងទៅហាត់តែម្ដងហើយថ្ងៃនេះគឺខ្ញុំហាត់ Sumo Squat សម្រាប់ដោយសារតែបញ្ហាការហាត់ហ្នឹងបងប្អូនធ្វើបែបណាកុំឲ្យឈឺចង្កេះណាតែឈឺចង្កេះខុសហើយបើកជង្គង់ពេលដែលយើងឡើងព្យាយាមទម្លាក់គូតឲ្យបើកជង្គង់ហើយឆ្អឹងខ្នងយើងត្រូវតែធានាបានថាកុំឲ្យឈឺគីឡូដាក់មកអាចដែលយើងអាចទៅបានណាសម្រាប់អ្នកហាត់ដវងចាកុំព្យាយាមដាក់គីឡូធ្ងន់ដាក់ធ្វើបែបណាឲ្យគីឡូនឹងស្រាលជាងមុនស្រាលជាងទាំងអស់គ្នាអាចហាត់បានណាហើយទាំងអស់គ្នាត្រូវផ្ដោតទៅលើតិចនិចសិនដល់ពេលដែលអានេះគឺការវឹកហាត់របស់ខូចម៉ាលីចាខ្ញុំឲ្យទាំងអស់គ្នាមើលជំហៀងម្ដងនេះឃើញមិញខ្ញុំលើករៀងធ្ងន់ទាំងអស់គ្នាឃើញខ្នងរបស់ខ្ញុំរៀងកោងឯងទីហើយដែលខ្ញុំចង់ឲ្យទាំងអស់គ្នាមើលថាពេលដែលយើងហាត់មែនតើណាអត់អាចដាក់គីឡូធ្ងន់បែបហ្នឹងបានទេឃើញអត់ទោះបីអ្នកចេះហាត់ប៉ុណ្ណាក៏ដោយបើទាំងអស់គ្នាដាក់ធ្ងន់ជាងកម្លាំងរបស់ខ្លួនឯងហើយតិចនិចយើងធ្វើអត់បានល្អទេកុំដាក់អីល្អជាងព្រោះវាមានបញ្ហាដល់ចង្កេះដល់ខ្នងហើយវាអត់មានចូលទៅសាច់ដុំគូតចូលទៅជើងទេព្រោះដោយសារតែវាទៅខ្នងទាំងអស់អញ្ចឹងហើយការហាត់គឺត្រូវតែប្រោតទៅលើតិចនិចឲ្យត្រឹមត្រូវសិនចាឥឡូវខ្ញុំចូលមកដល់សម្រួលសាច់ដុំចាការសម្រួលសាច់ដុំរបស់ខ្ញុំគឺខ្ញុំប្រើនៃក្បាច់ yoga ចាពពួក yoga pose ព្រោះដោយសារតែការហាត់របស់ខ្ញុំគឺខ្ញុំត្រូវផ្ដោតខ្លាំងបំផុតថារាងកាយរបស់ខ្ញុំបង្កើនទាំងសាច់ដុំពង្រឹងទាំងសាច់ដុំហើយរក្សាទាំងភាពបត់បែនបើសិនជាមានសាច់ដុំហើយបាត់ភាពបត់បែនក៏យើងអត់សូវស្រួលខ្លួនដែរជាពិសេសគឺមនុស្សស្រីយើងតែម្ដងចាអូខេបាយទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ